រឿងយូសាបបានបង្ហាញពីអត្តសញ្ញាណពិតរបស់ខ្លួនគាត់ភាពរាំងស្ងួនក៏នៅតែបន្តជានិច្ចដីក៏កាន់តែប្រេះទឹកប្រឡាយក៏រីងស្ងួតទឹកអណ្ដូងក៏រីងស្ងួតដែរអាហារដែលកូនប្រុសរបស់យ៉ាកុបទាំងអស់បានយកមកពីអេស៊ីបនោះមិនយូរប៉ុន្មានក៏អស់ទៅពេលនោះកូនទី4ឈ្មោះយូដាក៏មិនអាចនឹងទ្រាំបានទៀតនោះឡើយក៏បានទៅជួបយ៉ាកុបជាឪពុកលោកឪពុកបើលោកឪពុកមិនព្រមអនុញ្ញាតឲ្យយើងទាំងអស់គ្នាទៅឯស្រុកអេស៊ីបនោះទេពួកយើងនឹងអត់បាយស្លាប់ទាំងអស់គ្នានៅទីនេះជាមិនខានខ្ញុំជាយូដានេះនឹងទទួលខុសត្រូវនៅពេលដែលខ្ញុំនាំបេនយ៉ាមីនទៅអេស៊ីបហើយប្រសិនបើមានរឿងអ្វីកើតឡើងខ្ញុំនឹងទទួលខុសត្រូវដោយដាក់ជីវិតរបស់ខ្ញុំពេលនេះសូម្បីតែយ៉ាកុបក៏មិនអាចទ្រាំទ្របាននោះឡើយទីបញ្ចប់យ៉ាកុបក៏បានស្ដាប់នូវការសន្យារបស់យូដាហើយក៏បានយល់ព្រមបញ្ជូនបេនយ៉ាមីនឲ្យទៅឯអេស៊ីបដូច្នេះបងប្អូនទាំងអស់ក៏បាននាំបេនយ៉ាមីនចេញទៅរួចធ្វើដំណើរទៅឯអេស៊ីបប៉ុន្មានថ្ងៃបានកន្លងផុតទៅលោកនាយករដ្ឋមន្ត្រីរ៉ូបេននិងបងប្អូនទាំងអស់ដែលមកពីកាណានបានមករកលោកនាយករដ្ឋមន្ត្រីទៀតហើយមកលើកនេះពួកគេក៏បាននាំទាំងប្អូនពៅដែលលោកម្ចាស់ឲ្យនាំមកជាមួយនោះផងដែរបេនយ៉ាមីនក៏បានចូលមកជាមួយនឹងបងទាំងអស់យូសាបតែបានឃើញបេនយ៉ាមីននោះក៏មានអារម្មណ៍ថាដូចជាទឹកភ្នែកហៀបនឹងហូរមកអញ្ចឹងទោះបីជាគាត់ចង់ស្ទុះទៅអោបបេនយ៉ាមីនយ៉ាងណាក៏ដោយប៉ុន្តែគាត់បានទប់នៅចិត្តទាំងនោះដោយសួរថាអញ្ចឹងក្មេងម្នាក់នេះជាប្អូនពៅដែលអ្នកទាំងអស់គ្នាបានប្រាប់យើងនោះមែនឬទេរ៉ូបេនបាទលោកនាយករដ្ឋមន្ត្រីពេលនេះតើលោកជឿហើយឬនៅថាពួកយើងទាំងអស់គ្នានិយាយទាំងអស់សុទ្ធតែជាការពិតនោះយូសែបក៏ងក់ក្បាលដោយស្ងាត់ៗហើយក៏បានដោះលែងស៊ីម៉ានឲ្យចេញពីគុកហើយនិយាយបែបនេះថាយើងនឹងឲ្យស្បៀងអាហារទៅតាមការសន្យាដោយសារតែពួកអ្នកទាំងអស់គ្នាបានធ្វើដំណើរផ្លូវដ៏សែនវែងឆ្ងាយដូច្នេះយើងនឹងទទួលពួកអ្នកដោយអាហារឆ្ងាញ់របស់ខ្ញុំបន្ទាប់ពីបានត្រៀមអាហាររួចហើយយូសាបនិងបងប្អូនទាំងអស់ក៏បានមកកន្លែងបរិភោគអាហារបងប្អូនទាំងអស់បើកភ្នែកឡើងធំពីព្រោះតែនៅលើតុមានពោពេញទៅដោយម្ហូបអាហារដ៏ឆ្ងាញ់ប៉ុន្តែមានអ្វីដែលធ្វើឲ្យបងប្អូនទាំងអស់ភ្ញាក់ផ្អើលជាងនោះទៅទៀតអត់ទេបងនេះពួកយើងបានអង្គុយលើកៅអីទៅតាមអ្វីដែលឲ្យអង្គុយហើយទេតើប៉ុន្តែហេតុអ្វីនេះមិនចម្លែកអ្វីទេនេះដឹងពីអាយុរបស់ពួកយើងហើយត្រៀមឲ្យពួកយើងអង្គុយទៅតាមលំដាប់អាយុទៀតនឹងហើយនេះពិតជាតាមលំដាប់អាយុរបស់ពួកយើងទាំង11នាក់មែនតើវាអស្ចារ្យពេកហើយដែលជារឿងចៃដន្យនោះបន្ទាប់ពីអាហារពេលល្ងាចដ៏រីករាយបែបនេះបានបញ្ចប់ទៅបងប្អូនទាំងអស់ក៏បានសម្រេចចិត្តថានឹងសម្រាកនៅអេស៊ីបមួយយប់ប៉ុន្តែបន្ទាប់ពីបងប្អូនទាំងអស់ចូលដេកអស់ហើយយូសែបក៏បានហៅទាហានម្នាក់មកដោយស្ងាត់ៗថាឯងមានការងារធ្វើមួយចូលឯងទៅចាក់ស្បៀងឲ្យពេញក្នុងបាវស្រូវរបស់ជនជាតិកាណាននោះឲ្យចុះចូលឯងដាក់ឲ្យពេញជាងចំនួនដែលយើងបានសន្យាចំពោះពួកគេចុះប៉ុន្តែនៅក្នុងបាវស្រូវរបស់បេនយ៉ាមីនដែលជាប្អូនពៅនោះចូលយកពែងប្រាក់ដ៏មានតម្លៃរបស់យើងដែលយើងស្រឡាញ់នោះដាក់ចូលដោយសម្ងាត់ចុះយូសែបក៏ចង់ដឹងពីចិត្តរបស់បងប្អូនរបស់គាត់ម្ដងទៀតតើពួកគេពិតជាស្រឡាញ់បេនយ៉ាមីនពិតប្រាកដដែរឬអត់ហើយគាត់ចង់ដឹងឲ្យច្បាស់ថាតើពួកគេពិតជាដឹងពីកំហុសដែលបានបោះខ្លួនចូលទៅក្នុងរណ្ដៅកាលពីមុនដែរឬអត់មួយយប់ក៏បានកន្លងផុតទៅក៏ចាប់ផ្ដើមពេលព្រឹកដ៏ស្រស់ថ្លាដែលជាថ្ងៃបន្ទាប់កូនរបស់យ៉ាកុបទាំងអស់បន្ទាប់ពីបានជម្រាបលាដល់នាយករដ្ឋមន្ត្រីប្រទេសអេស៊ីបរួចហើយ
ពួកគេក៏បានធ្វើដំណើរទៅឯស្រុកកំណើតរបស់ពួកគេវិញតើពួកគេបានធ្វើដំណើរទៅឯស្រុកកំណើតរបស់ពួកគេបានប៉ុន្មានដែរស្រាប់តែនៅខាងក្រោយមានជនជាតិអេស៊ីបបានដេញមកពីក្រោយពួកគេចូលឈប់សិនពែងប្រាក់ដ៏មានតម្លៃរបស់លោកនាយករដ្ឋមន្ត្រីបានបាត់ទៅហើយតើអ្នកណាជាអ្នកលួចវាទៅបងប្អូនទាំងអស់មានការតក់ស្លុតយ៉ាងខ្លាំងប៉ុន្តែទាហានរបស់យូសែបមានចិត្តរឹងរូសដោយថាពួកអ្នកឯងហើយជាអ្នកលួចច្បាស់ណាស់ចូលឆែកបាវស្រូវរបស់អ្នកទាំងនេះទាំងអស់ដូច្នេះក៏ចាប់ផ្ដើមឆែកឆេរបាវស្រូវដោយភ្លាមទី1រ៉ូបែនទី2ស៊ីម៉ានទី3លេវីទី4យូដាហើយទីបញ្ចប់នៅពេលដែលដល់វេនប៊ែនយ៉ាមីនដែលជាប្អូនពៅនេះចេញមកហើយនេះពែងប្រាក់បានចេញមកហើយបងទាំងអស់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងទឹកមុខរបស់ប៊ែនយ៉ាមីនក៏ឡើងស្លេកហើយបងទាំងអស់ក៏មិនអាចនឹងជឿលើការពិតទាំងអស់នេះបាននោះឡើយបងប្អូនទាំងអស់នោះគ្មានអ្វីអាចនឹងដោះសារបាននោះឡើយទាហានរបស់យូសែបក៏បាននាំពួកគេទៅឯស្រុកអេស៊ីបវិញយើងបានផ្ដល់ឲ្យស្បៀងអាហារដល់ពួកអ្នកហើយថែមទាំងទទួលអាហារឆ្ងាញ់ទៀតនេះមែនដែលពួកអ្នកបានសងគុណមកយើងជាទង្វើដែលខ្មាំងសត្រូវធ្វើបែបនេះមែនហេតុអ្វីបានជាពួកអ្នកធ្វើបែបនេះដាក់យើងយូសែបបានស្រែកជាសំឡេងយ៉ាងពោរពេញដោយកំហឹងយ៉ាងខ្លាំងទៅកាន់បងប្អូនទាំងអស់ពេលនោះយូដាដែលជាកូនទី4ក៏បាននិយាយថាលោកនាយករដ្ឋមន្ត្រីពួកខ្ញុំបានប្រព្រឹត្តខុសហើយវាត្រឹមត្រូវហើយដែលលោកម្ចាស់ដាក់ទោសដល់ពួកខ្ញុំទាំងអស់គ្នានឹងធ្វើជាទាសកររបស់លោកម្ចាស់ពេលនោះយូសែបក៏បាននិយាយអ្វីដែលខ្លួនចង់និយាយនេះជាឱកាសដ៏ល្អក្នុងការដែលគាត់សាកល្បងចិត្តរបស់បងទាំងអស់បានហើយមិនបាច់នៅទាំងអស់គ្នានោះទេនៅតែប៊ែនយ៉ាមីនដែលលួចពែងប្រាក់របស់យើងទៅបានហើយក្រៅពីនោះអាចត្រឡប់ទៅផ្ទះវិញបានហើយយូដាក៏បាននឹកឃើញពីពាក្យសន្យារបស់ខ្លួនជាមួយនឹងឪពុកថាប្រសិនបើមានរឿងអ្វីកើតឡើងចំពោះប៊ែនយ៉ាមីនខ្លួនជាអ្នកទទួលខុសត្រូវដូច្នេះគាត់ក៏បានលុតជង្គង់ហើយសុំអង្វរនៅមុខជើងរបស់យូសែបលោកនាយករដ្ឋមន្ត្រីក្មេងម្នាក់នោះជាកូនប្រុសដែលឪពុករបស់យើងខ្ញុំស្រឡាញ់ជាទីបំផុតប្រសិនបើទុកប៊ែនយ៉ាមីនឲ្យនៅទីនេះឪពុករបស់ពួកខ្ញុំពិតប្រាកដជាស្លាប់ជាមិនខានខ្ញុំនឹងជំនួសគាត់ខ្ញុំនឹងធ្វើជាទាសកររបស់លោកម្ចាស់សូមលោកម្ចាស់ជួយដោះលែងឲ្យប៊ែនយ៉ាមីនទៅផងពេលនោះហើយទើបយូសែបបានដឹងពីចិត្តរបស់បងទាំងអស់គាត់ពិតជារំភើបខ្លាំងមែនទែនចំពោះសភាពរបស់បងដែលខុសពីមុនទីបំផុតយូសែបក៏សម្រេចចិត្តបង្ហាញពីអត្តសញ្ញាណរបស់ខ្លួននៅមុខបងទាំងអស់បងទាំងអស់សូមក្រោកឡើងមកខ្ញុំនេះគឺជាយូសែបខ្ញុំនេះជាប្អូនរបស់បងគឺជាយូសែបតើលោកឪពុកគាត់សុខសប្បាយជាទេអ្នកទាំងអស់គ្នាអាចគិតបានទេថាតើអារម្មណ៍របស់បងទាំងអស់យ៉ាងម៉េចដែរពួកគេទាំងអស់ភ្ញាក់ផ្អើលទាំងភ័យខ្លាចបងរបស់យូសែបទាំងអស់ក៏បានហូរទឹកភ្នែកដោយមិនដឹងខ្លួនទាល់តែសោះបន្ទាប់មកយូសែបក៏បានលើកទឹកចិត្តដល់បងប្អូនរបស់គាត់ទាំងអស់យូសែបដែលបងទាំងអស់បានលួចមកដល់ទឹកដីអេស៊ីបនោះគឺជាខ្ញុំពេលនេះបងដឹងហើយឬនៅបងហើយនឹងប៊ែនយ៉ាមីនសូមកុំបារម្ភអ្វីទៀតឡើយគ្រោះរាំងស្ងួតដ៏កាចសាហាវនេះថ្ងៃខាងមុខវានឹងតទៅដល់5ឆ្នាំទៀតហើយចប់ប៉ុន្តែខ្ញុំនឹងការពារលោកឪពុកនិងបងទាំងអស់គ្រប់ការទាំងអស់នេះគឺជាព្រះハរតីរបស់ព្រះជាម្ចាស់ទ្រង់បានបញ្ជូនខ្ញុំឲ្យមកនៅទីនេះគឺដើម្បីសង្គ្រោះក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ
អ្នកដែលបញ្ជូនខ្ញុំមកអេស៊ីបនេះគឺមិនមែនជាបងនោះទេគឺជាព្រះអង្គម្ចាស់ទេតើពេលនេះទើបបងទាំងអស់បានជឿលើគ្រប់ការទាំងអស់យូសែបនិងបេនយ៉ាមីនហើយបងទាំងអស់ក៏បានអោបគ្នាទៅវិញទៅមកពោរពេញទៅដោយទឹកភ្នែកនៃក្តីរីករាយសាច់រឿងគ្រួសាររបស់យូសែបនិងយូសែបគឺបានបញ្ចប់ដោយមានសុភមង្គលនៅពេលដែលស្ដេចផារ៉ោនបានស្ដាប់ឮនៅរឿងរ៉ាវរបស់យូសែបហើយទ្រង់ក៏បានឲ្យយ៉ាកុបនិងក្រុមគ្រួសាររបស់គាត់នៅដីដែលមានជីវជាតិយ៉ាងខ្លាំងក្នុងការរស់នៅទីបញ្ចប់ពេលវេលាដែលយូសែបឯកោក៏កន្លងផុតបាត់ទៅគាត់ក៏បានរស់នៅជាមួយនឹងឪពុកប្អូននិងបងរបស់គាត់ទាំងអស់យ៉ាងមានសុភមង្គលហើយគ្រប់ទាំងរឿងរ៉ាវដ៏អស្ចារ្យដែលកើតឡើងចំពោះយូសែបទាំងអស់គឺព្រះជាម្ចាស់ទ្រង់តែងតែគង់នៅជាមួយនឹងគាត់ជានិច្ចយើងនឹងជួបគ្នានៅម៉ោងក្រោយទៀតសូមអរគុណសូមជម្រាបលា